ngày đọc ram cao khai bị xa chỉ ngày sầm ra phơi bần chlongประពុតទ្រង់កើតជាចម្បងចម្លងសត្វលោកផុតភព3ថ្ងៃ15កើតខែអាសាឍកូនឪត្រូវឆ្លាតយល់សេចក្តីថ្ងៃនេះជាថ្ងៃប្រជិនស្រីចាប់ផ្ដើមពោលស្ដីត្រាស់ទេសនាជាថ្ងៃកំណើតនៃប្រធัวស្ដាប់ហើយតាំងគួរដល់ថ្លៃថ្លាដល់ពេលប្រសូតបានសោតតាផុតចាកទុក្ខាក្នុងអាបាយថ្ងៃដែលព្រះសង្ឃមានកំណើតថ្ងៃ15កើតមិនមែនឆ្ងាយគឺថ្ងៃតែមួយដែលធម្មកាយចាប់ផ្ដើមសັບផ្សាយដោយព្រះពុទ្ធព្រះធម៌និងព្រះសង្ឃកូនត្រូវអោនអង្គយ៉ាងលំអត់គោរពបូជាដោយមោះមុតប្រសើរបំផុតត្រង់ចិត្តស្អាតព្រះអង្គដ៏ចម្រើនណាកំហុសឯណារបស់